បាទឥឡូវគឺយើងចាប់ផ្ដើមតភ្ជាប់តែម្ដងមកចឹងសូមបញ្ជាក់បងប្អូនថាត្រូវតវាឲ្យអឹបបាទគឺតមុខតំណហ្នឹងគឺឲ្យអឹបបាទបាទនេះត្រាប់ពេបច្រាស់បាទត្រាប់ពេដែលសកត់ហ្នឹងគឺបច្រាស់គឺបងប្អូនមើលថាគឺត្រាប់ពេហ្នឹងគឺមិនអោយទឹកចេញទេបាទគឺទឹកទៅគឺបុកបាទនេះសញ្ញាឡើងលើនេះគឺសញ្ញាចូលទៅបំពង់ខ្យល់បាទហើយត្រាប់ពេមួយទៀតគឺសញ្ញាវាចុះក្រោមបាទនេះជាសញ្ញាចុះក្រោមគឺទឹកទៅគឺអត់ឲ្យទឹកទៅទេគឺវាបិទបាទហើយបងប្អូនចាំថាត្រាប់ពេមួយហ្នឹងបើសិនជាវាមានអន្សរពីខាងក្រោមបងប្អូនទៅដោះអន្សរខាងក្រោមចេញយកមកដាក់ខាងលើវិញបាទត្រាប់ពេខាងចុងហ្នឹងគឺយើងត្រូវដាក់អន្សរពីខាងលើវិញតែបើសិនជាត្រាប់ពេហ្នឹងអត់អន្សរទៅលើកទៅសូរឃ្លុកខ្លាក់ហ្នឹងគឺយើងគ្រាន់តែដាក់សញ្ញាព្រួញវាចុះមកក្រោមមកបាទឬក៏បងប្អូនចំណាំថាទឹកចូលទៅគឺឲ្យវាបិទគឺមិនឲ្យទឹកចេញតាមហ្នឹងទេបើទឹកចេញតាមហ្នឹងគឺវាអត់មានទឹកចូលទៅកំពង់ខ្យល់ទេបាទនេះជារូបរាងរួចបាទមើលរូបរាងរួចហើយបាទគឺទឹកចូលមកតាមទយោវែងហ្នឹងមកបាទគឺមកដល់ខាងចុងគឺយើងបិទក្រោបបាទនេះរួចរាល់ហើយបាទអញ្ចឹងបន្តិចទៀតខ្ញុំនឹងយកសាក់ឲ្យបងប្អូនមើលដាក់ទឹកឲ្យមើលបាទនេះជាត្រាប់ពេ2បាទឧបករណ៍ទាំងអស់គឺថ្លៃគឺមានតែត្រាប់ពេទេដែលថ្លៃបាទឥឡូវយើងដាក់ទឹកចូលបាទពេលកាលណាយើងអត់តទយោវែងគឺទយោហ្នឹងគឺបាញ់អញ្ចឹងហើយទឹកក៏អត់បុកដែរបាទនៅពេលដែលយើងតទយោនេះបាទទយោទូចនេះឲ្យវែងហើយឲ្យខ្ពស់ជាងទឹកដែលវាចូលមកហ្នឹងគឺទឹកវាលែងបាញ់អញ្ចឹងវាចាប់ផ្ដើមបុកម្ដងបាទឥឡូវនេះគឺយើងសាកទយោកម្ពស់ប្រហែលជានេះប្រហែលជា8ម៉ែត្របាទ8ម៉ែត្រទៅលើបាទហើយទឹកដែលហូរចូលមកនោះគឺយើងមិនត្រូវការឲ្យវាខ្លាំងទេបាទគឺឲ្យវាខ្ពស់ជាងរមណីនេះឬក៏កម្ពស់នឹងបំពង់ខ្យល់បាទគឺឲ្យវាខ្ពស់ជាងរមណីខាងលើបាទឃើញបាទគឺហូរអញ្ចឹងរហូតគឺ24ម៉ោងបាទហើយកម្ពស់វាប្រហែលជា8ម៉ែត្រហើយព្រោះខ្ញុំតទយោ2បាទទយោ2គឺ1 4ម៉ែត្រឬ8ម៉ែត្របាទហើយគឺវាបុកអញ្ចឹងរហូតនៅពេលដែលយើងតទយោនឹងខ្លីទយោដែលទឹកហូរចេញនោះបាទទយោទូចហ្នឹងគឺទយោ2ហ៊ុនហ្នឹងខ្លីគឺតាពេលនេះគឺមិនសូវជាបុកខ្លាំងមិនសូវជាប្រើកម្លាំងហ្មងនេះបាទអញ្ចឹងវាមិនសូវជាបញ្ហាតែបើបងប្អូនតវែង100ម៉ែត្រឬក៏200ម៉ែត្របងប្អូននឹងត្រាប់ពេហ្នឹងគឺវានឹងបុកខ្លាំងបាទវាអាចនឹងផ្ទុះទយោទៀតបាទអញ្ចឹងបងប្អូនត្រូវឲ្យចាំថាទឹកត្រូវឲ្យខ្ពស់ជាងបំពង់ខ្យល់បាទគឺឲ្យបានពាក់កណ្ដាលបំពង់ខ្យល់មកបាទអញ្ចឹងបងប្អូនមើលគំរូទឹកចូលទៅយ៉ាងម៉េចបាទហើយទឹកហ្នឹងគឺយើងធ្វើខ្ពស់បាទខ្ពស់ជាងបំពង់ខ្យល់បាទពេលវាចូលមកអញ្ចឹងបាទគឺតាពេលខាងចុងគឺបិទតាពេលចុងបិទគឺវាចូលមកខាងបំពង់ខ្យល់វិញបាទគឺចូលទៅក្នុងបំពង់ខ្យល់ធាក់មកវិញគឺត្រាប់ពេលខាងនោះបិទអត់ឲ្យមកវិញទេអញ្ចឹងវាបានតែចូលតែចេញអត់រួចអញ្ចឹងទឹកហ្នឹងគឺទៅដល់ណាក៏បានដែរគឺវាអត់អាចមករួចវិញទេបាទគឺដឹងតែវាចូល